ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំមកបង្ហាញពីក្បួនធ្វើក្តឹបសសក់ទៀតណាក្តឹបសសក់ជ្រក់របស់ខ្ញុំហ្នឹងគឺមានក្លិនឈ្ងុយឆ្ងាញ់មែនទែនណាពុកម៉ែបងប្អូនហើយក្តឹបសសក់មួយនេះពុកម៉ែបងប្អូនអាចយកទៅធ្វើអ្វីក៏បានដែរមិនថាយកញ៉ាំជាមួយនំប៉័ងប៉ាតេឬមួយក៏បងប្អូនអាចយកទៅញ៉ាំជាមួយនឹងបាយធ្វើម្ហូបឆាសាច់គោឆាអីអូឆ្ងាញ់ណាស់ឆ្នៃបានច្រើនណាបងប្អូនញ៉ាំមួយត្រីអាំងសាច់ចៀនអីគឺមកថាមកអែមហ្មងបាយស្រូបបាយអីណាហើយក្បួនធ្វើរបស់នាងខ្ញុំហ្នឹងគឺខ្ញុំតែងតែបង្ហាញពីក្បួនពិសេសធ្វើមិនឲ្យសក់ជ្រក់នឹងមានរសជាតិជូរធម្មជាតិហើយឆ្ងាញ់មិនប្រៃមិនផ្អែមល្មមហើយសំខាន់គឺវាស្រួយស្ងោកតែម្ដងណាបងប្អូនចាំមើលណាណែឃើញទេស្រួយហើយឆ្ងាញ់ចាឆ្ងាញ់មែនទែនហើយធ្វើតែមួយយប់ទេបានញ៉ាំតែម្ដងតោះឥឡូវមុនធ្វើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like ជួយ subscribe នឹងខ្ញុំម្នាក់មួយពេញចិត្តវីដេអូខ្ញុំជួយចែករំលែកដល់ការ share ចេញឲ្យបានច្រើនណាតោះយើងចាប់ផ្ដើមធ្វើនេះជាទឹកសក់ដែលខ្ញុំទិញខ្ញុំទិញបានមួយយប់ហើយខ្ញុំដាក់ចូលទូក្លាសេហើយទូល្អពុកម៉ែបងប្អូនមើលណែអស់តតែម្ដងណាខ្ញុំឃើញប៉ុបខ្ញុំជីកដេញតាមអាទីលក់តាមអាទីហ៎មកអាទីនឹងលក់តែទឹកសក់ហ្នឹងឯងថាល្អមែនតើបងប្អូន1គីឡូ5000វារៀងថ្លៃដែរខែនេះនេះខ្ទឹមសម្ទេសបងប្អូនចង់ដាក់ខ្ទឹមសក៏បានអត់ក៏បានដែរណាតែខ្ញុំដាក់ខ្ទឹមសទៅយើងញ៉ាំជាមួយនឹងជ្រក់ហ្នឹងគឺវាឆ្ងាញ់ខ្ទឹមសយើងដាក់តាមការចូលចិត្តណាខ្ញុំដាក់1មើមម្ទេស 4-5 គ្រាប់ទៅម្ទេសខែនេះថ្លៃសាហាវ1គីឡូ 25,000តំបន់បងប្អូន1គីឡូប៉ុន្មានដែរម្ទេសនេះខ្ញុំយកទឹកសក់របស់ខ្ញុំយកមកលាងឲ្យស្អាតណាលាងពី3ទឹកមកណាទឹកសក់វាដីតែលាងថ្នមបន្តិចណាប្រយ័ត្នវាជាប់អស់ណាលាងវាបានច្រើនទឹកទៅញ៉ាំការពារកុំឲ្យឈឺពោះរាករូសខ្ញុំឃើញទឹកសក់ហ្នឹងគឺថាខ្ញុំនឹកឃើញហ្មងគ្រប់មុខហើយមហូបឥឡូវខ្ញុំដាក់ខ្ទះរបស់ខ្ញុំឡើងខ្ញុំចាក់ទឹក1លីត្រចូលទឹកសក់1គីឡូកន្លះហ្នឹងខ្ញុំប្រើទឹក1លីត្រណាញ៉េដាក់ទឹក1លីត្រទៅគឺល្មមតែម្ដងអត់តិចអត់ច្រើនទេបន្ទាប់មកខ្ញុំដាក់អំបិល1ស្លាបព្រាបាយបងប្អូនដាក់1ស្លាបព្រាបាយណាអានេះខ្ញុំវាស់កន្លះ2ដង1ស្លាបព្រាបាយស្ករខ្ញុំដាក់1ស្លាបព្រាបាយដែរនៅត្រង់នេះបើសិនជាបងប្អូនប្រើប៊ីចេងបងប្អូនអាចប្រើប៊ីចេងក៏បានម្សៅស៊ុបក៏បានណាដើម្បីឲ្យមានជាតិតែខ្ញុំដាក់តាម្សៅស៊ុបតាមបន្តិចបានហើយដើម្បីឲ្យមានជាតិមិនកុំដាក់ច្រើនពេកណាព្រោះយើងមានជាតិជូរចាតែប៉ុណ្្នឹងមកហើយយើងកូរវាបន្តិចទៅប៉ុណ្្នឹងឯងតែពេលវាពុះទុកឲ្យវាចុះត្រជាក់បន្តិចតាមយើងចាក់ចូលទឹកសក់របស់យើងអញ្ចឹងឆ្លៀតពេលហ្នឹងយើងមករៀបទឹកសក់របស់យើងមកនេះខ្ញុំរៀបចំដាក់កន្លណាកន្លបងប្អូនលៃទៅ
មកល្មមកុំឲ្យធំពេកកុំឲ្យទូចពេកពេលយើងចាក់ទឹកវាហៀខុលអញ្ចឹងណាមកល្មខ្ញុំរៀបតែសក់នៅខាងក្រោមចំពោះខ្ទឹមហើយម្ទេសខ្ញុំដាក់ខាងលើប្រឡខ្ញុំគឺ1ល្ម1គីឡូកន្លះហ្នឹងណាឃើញទេល្មស្អាតតែម្ដងបើសិនជាបងប្អូនវារៀងស្ទើរតិចបងប្អូនលាក់វាចេះលាក់អញ្ចឹងទៅវាអាកន្លែងប្រហោងហ្នឹងគឺវាស្រកអីវាធ្លាក់ចុះហើយទី1ទី2ពេលដែលយើងចាក់ទឹកទៅមកទទួលទៅសក់យើងហ្នឹងវាស្រកជាងមុនបន្តិចហីឃើញទេនេះយើងលាក់ទៅដាក់ចូលណានេះដាក់ចេះមកនេះទឹកយើងចាប់ដើមពុះណាឲ្យវាពុះល្អយើងកូរនេះទឹកស្ករអំបិលវានៅអត់តន់លាយល្អណាតែយើងអត់កូរឲ្យងាយលាយទេវាសក់បាតបន្តិចជាប់ផ្ទះហ្នឹងយើងកូរមកវឹបហ្នឹងវាលាយហើយឲ្យតែវាពុះយើងបិទទៅទុកវាប្រហែលជា4-5នាទីចាំយើងចាក់ចូលទៅសក់យើងនោះទៅសក់យើងបានស្រួយហ្មងយើងចាក់ទាំងក្តៅតែមិនមែនក្តៅពុះកុកខ្លាំងទេយើងទុកវារៀង4-5នាទីទៅយើងចាក់វាទៅណានេះឃើញទេពុះហ្នឹងណាខ្ញុំបិទវាទៅទុកឲ្យវារៀងចោះត្រជាក់បន្តិចខ្ញុំចាក់ចូលមិញណាចាក់ចូលហើយបងប្អូនកុំអាគ្រប់វារលួយណាវាមិនស្រួយវាទៅរលួយហើយក្បួនធ្វើតសក់នេះគឺឲ្យតសក់នេះមានជាតិជូរប្រៃឡំអត់ផ្អែមទេហើយស្រួយម្ដងតែម្ដងណាអញ្ចឹងយើងទុកឲ្យវាត្រជាក់100%អត់មានត្រជាក់90-80%អីគ្របអត់ទេណាឲ្យវាត្រជាក់100%ចាំយើងគ្របទុកវាមួយយប់នេះទៅសក់របស់ខ្ញុំទុកបានមួយយប់ណាបងប្អូនឃើញទឹកវាឡើងល្អអីហើយឡើងពពុះតិចវាអត់ខូចទេណាបង្ហាញភាពថាទៅសក់ហ្នឹងគឺល្មមជូរល្មមតែម្ដងណាឲ្យសារខ្ញុំដាក់អំបិលមកល្មមអត់ប្រៃទេបើសិនជាអំបិលនឹងប្រៃបងប្អូនគឺអត់ងាយជូរទេណាឃើញទេអត់ងាយជូរទេអញ្ចឹងបងប្អូនប្រើបរិមាណអំបិលប៉ុណ្ណឹងទឹកប៉ុណ្ណឹងគឺត្រូវតែម្ដងបើកចេញមកគឺធំក្លិនជូរឆ្ងាញ់តែម្ដងឥឡូវយើងចាប់ដើមចាក់ទៅណានេះពុកម៉ែបងប្អូនយើងហើយណាឥឡូវវីដេអូនៃការធ្វើជ្រក់របស់ខ្ញុំបានដល់ទីបញ្ចប់ហើយស្រួយឆ្ងាញ់ណាពុកម៉ែបងប្អូនមួយណាក៏ស្រួយមួយណាក៏ឆ្ងាញ់ដែរបងប្អូនចាំស្ដាប់ណាឃើញទេស្រួយឆ្ងាញ់តែម្ដងហើយជូរល្មមឥឡូវវីដេអូរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណការតាមដានវីដេអូរបស់ខ្ញុំបងប្អូនសាក់លបងធ្វើបានផលបែបណាចាំជួយខមមិនប្រាប់នឹងខ្ញុំវិញតោះយើងខ្ញុំគ្រប់លាចាំជួបគ្នាវីដេអូក្រោយណា